សួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះដែរកថាកងណុលដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងទៀតហើយនេះកូនចៅខ្ញុំកំពុងតែលាយថ្នាំដើម្បីចាក់ជំងឺជាខៀវវ៉ាក់សាំងជាខៀវបងប្អូនបាទអញ្ចឹងយើងបានត្រៀមឧបករណ៍និងសម្ភារៈមួយចំនួនដើម្បីធ្វើការចាក់វ៉ាក់សាំងហើយថ្ងៃនេះដែរគឺកថាកងណុលចាក់ដល់ទៅ2ពេលណោះបងប្អូនបាទចាក់3រោងអញ្ចឹង2រោងពេលព្រឹកហើយនិង1រោងទៀតពេលរសៀលហើយ2រោងពេលព្រឹកគឺយើងចាក់ទៅជាខៀវហ្នឹងបងប្អូនបាទនេះគឺជាបងប្អូនកូនចៅខ្ញុំដែលគាត់សម្រាប់ពីការចាក់វ៉ាក់សាំងគាត់អញ្ចឹងយើងឲ្យទឹកពួកគាត់បងប្អូនយើងមានទឹកក្រូចមាននំប៉័ងជូនពួកគាត់ហូបអញ្ចឹងទៅដោយសារពួកគាត់ប្រឹងប្រែងធ្វើកិច្ចការឲ្យយើងដែរហ្នឹងហើយបងប្អូនហើយបន្ទាប់ពីចាក់វ៉ាក់សាំងហើយក៏កូនចៅខ្ញុំគាត់ដើរដាក់ចំណីបាទនេះគឺកម្លាំងផ្សេងទៀតដែលគាត់ដើរចូលរោងទី1ដើម្បីចាក់វ៉ាក់សាំងអុចក្តាមពេលរសៀលបងប្អូនបាទហើយនៅក្នុងរោងរៀងល្ងិតតិចបងប្អូនដោយសារតែនេះគឺជារោងបិទហើយណាមួយយើងវាយស្បៃពីក្រៅមួយជាន់ទៀតអញ្ចឹងវាមើលទៅរៀងល្ងិតតិចតែអត់អីបងប្អូនយើងវាយស្បៃឲ្យច្រើនចូលដើម្បីការពារការឆ្លងមេរោគអីចឹងណាបងប្អូនបាទហើយនេះកូនចៅខ្ញុំកំពុងដើរចាក់វ៉ាក់សាំងអុចក្តាមអញ្ចឹងពេលរសៀលគឺយើងចាក់លឿនណាស់ទេបងប្អូនយើងស៊ីពេលត្រឹមតែ1ម៉ោងកន្លះទេបាទនេះកូនចៅយើងកំពុងតែលើកសម្ភារៈឧបករណ៍ឲ្យចេញហើយដោយសារយើងបានចាក់រួចរាល់អស់ហើយបងប្អូនបាទអញ្ចឹងយើងបន្ទាប់ពីចាក់ហើយយើងមានតែបញ្ជូនឧបករណ៍សម្ភារៈរបស់យើងយកទៅទុកកន្លែងដើមនិងបាញ់ថ្នាំសម្លាប់មេរោគដើម្បីរក្សាអនាម័យបាទវីដេអូរបស់ខ្ញុំបាទមានត្រឹមតែប៉ុណ្្នឹងបាទសូមអរគុណច្រើនជម្រាបលា